បាទអនុញ្ញាតនឹងគោរពជម្រាបសួរបាទប្រិយមិត្តជាទីមេត្រីបាទស្វាគមន៍មកកាន់កម្មវិធីព័ត៌មានកន្លងតាជាតិបាទរបស់ Gold 55 Media បាទថ្ងៃនេះនាំអារម្មណ៍ប្រិយមិត្តទៅតាមដានមកជាមួយនឹងព័ត៌មានកន្លងតាជាតិបាទតាក់ទងជាមួយនឹងក្រុម Nottingham Forest បាទនិយាយទៅ Nottingham Forest ដូចជាមានរឿងជាច្រើនដែលប្រិយមិត្តគួរតែដឹងបន្ទាប់ពីយប់មិញនេះបាទធ្វើមិនបានល្អទេនៅក្នុងការប្រកួតបាទនៅក្នុងក្របខ័ណ្ឌ Europa League បាទការប្រកួតកាលពីជើងទី1នោះគឺគេបានលេងជាមួយនឹងបាទរៀលបាទីសបាទបញ្ចប់ទៅដោយលទ្ធផលបាទ2ស្មើប៉ុន្តែថ្ងៃនេះគឺលេងជាមួយនឹង Midtjylland បាទក្រុមដែលមកពីប្រទេសដាណឺម៉ាកហើយបញ្ចប់ទៅលទ្ធផល2-3នៅនាទីទី18កីឡាករ Diao បានទាត់បញ្ចូលទីឲ្យ Midtjylland បាននាំមុខទៅលើបាទក្រុម Nottingham Forest ដោយលទ្ធផល1-0ប៉ុន្តែ Andoy បាទបានតាមស្មើវិញបន្ទាប់ពី4នាទីកន្លងផុតទៅប៉ុន្តែ2នាទីទេបាទបន្ទាប់ពីការតាមស្មើបាទកីឡាករបាទSouthampton បាទក៏ធ្វើការនាំមុខទៅលើក្រុម Nottingham Forest ដោយលទ្ធផល2-1ម្ដងទៀតនៅនាទីទី24ស្របពេលដែលវគ្គទី1បានបញ្ចប់នៅក្នុងតង់ទី2នាទីទី88បាទកីឡាករ Basco បាទតបបញ្ចូលទីមមកក្រោយទៀតឲ្យ Midtjylland នាំមុខ Nottingham Forest ដោយលទ្ធផល3-1ខណៈនាទីទី90+3កីឡាករ Chris Wood បាទតបបញ្ចូលទីនៅបាល់ពេញទីដោយលទ្ធផល2-3បញ្ចប់ការប្រកួតនេះគឺជារឿងមួយដែលយើងគួរតែយល់ថាហេតុអីបាទ Nottingham Forest ដូរគ្រូហើយប៉ុន្តែ6ប្រកួតចុងក្រោយនេះបាទគឺគ្រូសញ្ជាតិអូស្ត្រាលីបាទលោក Poste Coglou ដែលធ្លាប់ដឹកនាំក្រុម Spurs បាទឈ្នះពេលរង្វាន់ Europa League នេះចាញ់រហូតដល់4ប្រកួតស្មើតែ2ប្រកួតតែប៉ុណ្ណោះដោយចាញ់ Arsenal 3-0 ចាញ់ Swansea 2-3 បាទស្មើជាមួយនឹង Burnley 1-1 ស្មើជាមួយនឹង Real Betis 2-2 បាទចាញ់ Sunderland 1-0 ឥឡូវនេះមកចាញ់ Midtjylland ដោយលទ្ធផល3-2បាទយើងចាំមើលរឿងនេះវាទៅជាយ៉ាងណាទៀតបាទស្របពេលដែលអ្នកគ្រប់គ្រងស្រែកដេញពេញកាឡាដ្ឋានបាទយើងនឹងអាប់ដេតព័ត៌មានជូនពេលប្រិមិត្តបាទនាពេលក្រោយតាមដានទស្សនាជាមួយនឹងកម្មវិធីព័ត៌មានកន្លងតាជាតិរបស់ God 55 Media ដើម្បីទទួលបានអាយុដ៏ស្រស់ស្អាតក៏ដូចជាការឈ្នះរង្វាន់ទូរស័ព្ទដៃជារៀងរាល់ខែបាទជាមួយនឹងការប្រកួតធំៗចូលរួមឥឡូវនេះជាមួយនឹងពួកយើងអរគុណខណៈពេលនេះខ្ញុំបាទសូមអរគុណសូមជម្រាបលា